Nghiệt ơi là nghiệt rồi. Ô mấy đào khó sát nè. សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺបានទៅបបកត្រីនៅមកជួ ថ្ងៃកងភ្នំហើ បាក់ យ ចិញ្ចៀនហើយពេលល្ងាចជិតយប់ដែរហើយអព្យាស្រ័យបងប្អូនអរគ្នាដែលជាទូទៅគឺអត់ដែលបានថតពេលដែលកំពុងស្ទូចឬដាក់កាមេរ៉ាថតពេលដែលស្ទូចត្រីបានទេភាគច្រើនគឺបានតែពេលបានត្រីហើយបានខ្ញុំថតប្រហោះដោយសារតែអត់មានឧបករណ៍គ្រប់គ្រាន់ហើយថ្ងៃនេះគឺបានច្រើនគូសំមានទាំងគីឡូធំធំហើយគីឡូតូចមានឆ្លៀតចូលកូនដៀបមួយទៀតបងប្អូនមិនកូនណាបានចូល1គីឡូជាងដែរជិត2គីឡូដែរមានក្រាស់សម្បើមដែរអញ្ចឹងថ្ងៃនេះគឺប្រមូលហើយហើយម្នាក់ឯងអត់សូវមានអ្នកមកស្ទូចទេហើយរាល់លើកហ្នឹងគឺគេមកច្រើនមែនទែនមាន4 10 20ស្ទូចអញ្ចឹងទៅថ្ងៃនេះម្នាក់ឯងសុតតែម្ដងប្រមូលហើយបងប្អូនអើយនេះសន្តិចោះបាច់បាត់ហើយសម្រាប់មួយក្បាលមិញនេះគឺវាចិត្តដាច់មាត់បងប្អូនចិត្តដាច់មាត់ប៉ុន្តែសំណាងល្អដែរយកមកដល់លើគោកហើយបានវារបូតមាត់វាជាប់តិចតួចមែនតើនៅចុងមាត់វាហ្នឹងហើយមួយក្បាលណាក៏ចោះយកដែរលើកនេះចោះយកគ្រប់សឹងតែគ្រប់ក្បាលព្រោះវាស្រាយច្រើនទឹកជ្រៅហើយត្រីធំពីច្រើនគឺវត្តមកអូមករួចទេបងប្អូនដោយសារដងខ្ញុំប្រើដងទុនណាដល់ពេលអញ្ចឹងតើទៅចោះយកគ្រប់តែត្រីហ្នឹងហេហើយនេះបានគីឡូធំជប់អប់អាយ៉ាជប់គីឡូធំ2នេះធំជាង10ណាមើលក្នុងកាមេរ៉ាអត់សូវត្រូវចិត្តទេអត់សូវត្រូវទំហំទេតែមើលធៀបមួយ10ទឹកសុទ្ធមិនយើងដឹង2ក្នុងនោះ4 6ហើយលទ្ធផលបានច្រើនគូសំដែរជាង10គីឡូដែរបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតអរគុណ